channel YouTube របស់ខ្ញុំបាទហ៊ាននិង channel page សិក្សាកូនខ្មែរនេះដែរគឺខ្ញុំមានវីដេអូមួយចែកជូនអ្នកនរគ្នាអំពីរបៀបនៅក្នុងការកំណត់ shape នៅក្នុងក្រដាសគឺការ Word តាជាដំបូងយើងចូលមកកាន់កន្លែង insert ហើយមើលកន្លែងនេះវាដាក់ថា shape យើងត្រូវការចុចកន្លែង shape នឹងមកនេះមើលកន្លែងដែលខ្ញុំចុចប្រាប់អ្នកនរគ្នាណាយកមកស្ដាំយើងចុចមកឆ្វេងមកចុចលើនឹងមកអូខេនេះគឺជា shape ឬក៏ជារូបដែលជាគំរូពុំអ្នកគ្នាអាចយកមកដាក់ក្នុងក្រដាសកិច្ចការរបស់អ្នកគ្នាបានអូខេឥឡូវគឺខ្ញុំធ្វើការយកនៅរូបតុក្កតាមកដូចជាមានតុក្កតាដែរអ្នកគ្នាប្រហែលជាអត់ដែរក៏មានអ្នកគ្នាអូខេតុក្កតាខ្ញុំនឹងយករូបភាពនេះមួយខ្ញុំដាក់ឲ្យគ្នាមើលនេះជារូបភាពកន្លែងដូចជាការដាក់នៅមតិយោបល់ផ្សេងយើងគ្រាន់តែចុចដាក់សញ្ញាដាក់អាម៉ៅយើងឲ្យចំនៅជ្រុងនឹងមករួចហើយយើងទាញអូខេដើម្បីនៅក្នុងការដាក់ពណ៌ឬ color ឲ្យបានយើងចុច mouse ស្ដាំអូខេហើយមើលកន្លែង filler នេះអ្នកគ្នាដាក់ខាងលើរូបដាក់ពណ៌រូបចាក់នៅខាងលើនេះគ្នាចុច mouse ស្ដាំដដែលកន្លែងនេះយើងអាចចាក់ color ឬពណ៌ទៅលើ shape របស់យើងបានយើងនេះដាក់ពណ៌ណាក៏បានដែរយើងចង់បញ្ចូលជារូបថតក៏បានរូបស្រឹកក៏បានដែរអូខេចង់ដាក់ជារូបក៏បានចង់ដាក់ជាពណ៌ក៏បានដែរឥឡូវយើងធ្វើការដាក់រូបនេះមួយយើងចុចលើរូបនឹងមកអូខេនេះយើងទទួលបាននៅរូបមួយនេះបងអ្នកគ្នាចង់ដាក់ទៅជារូបផ្សេងទៀតអ្នកគ្នាចុចមកសំណាមដដែលហើយមើលកន្លែង fill ខាងលើហ្នឹង save fill ហើយយើងចុចនេះ picture នេះកន្លែងរូបភាពនេះគ្នាចុចលើហ្នឹងមកហើយមើលកន្លែង profile នេះអ្នកគ្នាមើលខាងលើហ្នឹងមកយើងចុចលើមកឆ្វេងមួយមកយើងរូបផ្សេងដូចជារូបខំជើងខ្ញុំដាក់រូបខំជើងមួយអូខេនឹងជារូបខំជើងខ្ញុំឧទាហរណ៍មួយទៀតគឺខ្ញុំចូលមកកាន់កន្លែង insert ដដែលយកកន្លែង save ដដែលហើយសម្រាប់រូបនេះរូបតុក្កតានេះគ្នាយើងចុចសញ្ញាបូកដាក់ត្រង់នេះមួយមកដើម្បីនៅក្នុងការតម្រឹមវាយើងទាញនេះយកមកដាក់ជួរអូខេយើងទាញនេះមកចុះក្រាលយើងដាក់ម៉ៅយកឡើងសញ្ញាពូជហើយយើងទាញឡើងលើចុះក្រោមអូខេក្នុងការទាញតែអ្នកគ្នាគូទៅទាញកែងជ្រុងទៅបានស្មើគ្នាអូខេយើងចុចទីមុនដៃយើងចុចមកស្ដាំទៅលើរូបភាពហ្នឹងយើងធ្វើការចាក់នៅ color អូខេយើងចាក់ពណ៌សពណ៌ផ្សេងតាមគ្នាពេញចិត្តអូខេយើងអាចទាញទៅលើក៏បានចុះក្រោមក៏បានអ្នកគ្នាខ្ញុំនឹងឧទាហរណ៍នៅរូបមួយទៀតអ្នកគ្នាមើលឥឡូវគឺខ្ញុំឧទាហរណ៍នៅរូបកន្លែងផ្កាយនេះមួយចាស់ដូចលក្ខណៈថាដូចខ្ទុះបាយជាងអ្នកគ្នាចេញជាជ្រុងអូខេចុចមកស្ដាំដដែលចុចឡើង fill ហើយមកយើងជ្រើសរើសពណ៌អូខេអ្នកគ្នាហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរកុំភ្លេចចុច like និង share នៅ channel Facebook និង channel YouTube របស់ខ្ញុំមួយដើម្បីទទួលបាននៅចំណេះដឹងថ្មីអូខេបាយ